បងប្អូនចូលចិត្តញ៉ាំម្នាស់ឆាឆ្អឹងជំនីអត់? នេះជាវិធីធ្វើម្នាស់ឆាឆ្អឹងជំនីដ៏ឆ្ងាញ់ ក្រោយពីលាងសម្អាតឆ្អឹងជំនីរួចកាត់វាកង់ៗ យកវាមកប្រឡាក់អំបិល ម្រេច ហើយផ្អាប់វាទុកមួយដុំសិនទៅចិតម្នាស់ បន្ទាប់ពីចិតម្នាស់រួចរាល់អស់ហើយហ្នឹង យកសាច់ជ្រូកដែលបានកាប់ហើយមិញហ្នឹងយកមកប្រឡាក់ជាមួយម្សៅពោត ឬម្សៅឆា ចាក់ទឹកចូលចំនួន1ស្លាបព្រាបាយដើម្បីឲ្យងាយស្រួលច្របល់វា បន្ទាប់មកបន្ថែមជាមួយប្រេងអូលីវ ឬប្រេងឆាក៏បានដែរដើម្បីធ្វើឲ្យសាច់ហ្នឹងទន់វាមិនខ្សោះ ដាក់ភ្លើងដាក់ខ្លាញ់ឲ្យក្តៅរួចដាក់វាបំពង បន្ទាប់មកបន្ថយភ្លើងឲ្យនៅត្រឹមប្រហែលជា 70% កម្ដៅប៉ុណ្ណេះគឺយើងអាចបំពងវារហូតដល់ឆ្អិន ហើយស្រង់វាចេញសិន បើសិនជាមានសាច់ឆ្អឹងជំនីច្រើន យើងត្រូវបំពងវាម្ដងបន្តិចៗ កុំដាក់វាច្រើនពេក វាធ្វើឲ្យក្រឆ្អិន បន្ទាប់ពីស្រង់វាចេញហើយ នៅពេលដែលខ្លាញ់នឹងចាប់ផ្ដើមក្តៅ យើងដាក់វាបំពងរួមគ្នាទាំងអស់ម្ដងទៀតរយៈពេលត្រឹមតែប្រហែលជា 30 វិនាទីអីបានហើយ យើងអាចលើកវាចេញបាន ធ្វើបែបនេះគឺធ្វើឲ្យសាច់នឹងរក្សាភាពស្រួយបានយូរមែនទែន ចាក់ទឹកប៉េងប៉ោះ ទឹកម្ទេស និងស្ករឆាជាមួយនឹងម្នាស់រួចហើយចាក់សាច់ដែលបានបំពងអំបិលមិញនឹងចូល ឆាត្រឡប់វាតែមួយភ្លែតទេលើកវាចេញអាចបន្ថែមជាមួយស្លឹកខ្ទឹមបន្តិចបន្តួចបាន